មានក្មេងម្នាក់អាយុ6 ឆ្នាំអង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវហើយវាសម្លឹងមើលទៅជីដូនរបស់វាសម្លឹងមើលទៅមុខម្ដាយរបស់វាបាននិយាយមួយប្រយោគនិយាយពាក្យមួយប្រយោគមកឃ្លាទៅដល់កូន2ហើយម៉ែ2បូកទៅបានគ្នា3នាក់ម្ដាយសម្លឹងមើលមុខកូនទៅកូនម្ដាយបញ្ជូនកូនទៅសាលារៀនហើយតែបីបានជា2បូកនឹង2មានតែ3កូនឯងលើកមករៀងតែមើលទៅមើលម៉ែ2កូន2បូកទៅវាត្រូវមាន4ហើយកូននិយាយប្រាប់ថាម៉ែអត់4ទេ3ហើយម្ដាយសួរថាលើសុំឲ្យកូនបញ្យល់មកមិនបានជាម៉ែ2កូន2វាមានតែ3គាត់ថាម៉ែគិតមើលយាយជាម៉ែរបស់ម៉ែជាកូនយាយជាម៉ែមួយម៉ែជាម៉ែខ្ញុំម៉ែជាម៉ែមួយយាយហើយនឹងម៉ែ2បាទហើយម៉ែគិតមើលនៅក្នុងបន្ទប់នេះម៉ែគឺជាកូនហើយខ្ញុំគឺជាកូនកូន2មែនម៉ែ2មែនប៉ុន្តែទាំងអស់នេះមាន3នាក់ដូច្នេះអ្នកបងប្អូនបើប្រាជ្ញារបស់យើងនៅក្នុងបន្ទប់នេះម៉ែ2កូន2រួមប្រាប់ថា3ហើយមិនដឹងហេតុថាមិនបានជា3យើងគិតមិនបានចុះតម្រាំបើប្រាជ្ញារបស់គ្រូម៉ៃណារ៉េតតើអាចបញ្យល់បងប្អូនអំពីព្រះយ៉ាងដូចម្ដេចក៏ប៉ុន្តែលោកអ្នកបងប្អូនបើបងប្អូនជឿថាព្រះវិញ្ញាណរបស់ព្រះទ្រង់គង់ជាមួយយើងអាចយល់បានមែនទេយើងអាចយល់បាននៅក្នុងព្រះគម្ពីរដែលយើងបានអានជាមួយគ្នានៅក្នុងព្រះគម្ពីរយូហានជំពូក1យើងអានដល់15ខប៉ុន្តែបើសិនជាយើងអាចរៀនបានត្រឹម2 3ខយើងយកហ่ะគម្ពីរបាននិយាយថាម៉េចការដើមដំបូងឡើយមានព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះបន្ទូលឯងគឺជាព្រះបើសិនជាយកមកខនេះមកនិយាយនោះលោកបងប្អូន it's gonna blow your mind គឺថាគំនិតរបស់យើងមានទាំងប៉ុន្មានយើងប្រហែលជាយើងគិតថា2 បូកនឹង2 9ក៏ប៉ុន្តែផ្ទុយទៅវិញមានតែ3សោះមែនទេហើយខ្ញុំសួរលោកបងប្អូនសិនក្មេងអាយុ6 ឆ្នាំនឹងវាថាម៉ែ2កូន2មានគ្នា3នាក់វាខុសឬត្រូវវាត្រូវរីឯយើងទេដែលយើងគិតថាគំនិតរបស់យើងការដែលយើងធ្លាប់រស់នៅប្រាជ្ញារបស់យើងវប្បធម៌របស់យើងជាខ្មែរយើងមានសាច់ឈាមជាខ្មែរយើងគិតមើលវាទៅជាអញ្ចឹង2 បូក2 4ប៉ុន្តែផ្ទុយទៅវិញក្មេងនោះវាត្រូវ 100% ហើយយើងខុស 100% យ៉ាងហើយណាស់តាកតួងទៅនឹងម៉ែ2កូន2ដែរឥឡូវនេះយើងពិចារណាមើលព្រះបន្ទូលព្រះអង្គជាមួយគ្នាយើងនឹងពិចារណាក្នុងរយៈពេល40 នាទីខាងមុខនេះសួរថាតើពិធីបុណ្យណូអែលពិធីបុណ្យ Christmas ហើយEmmanuel មានន័យយ៉ាងម៉េចសម្រាប់អ្នកណាហើយហេតុអ្វីមានន័យយ៉ាងម៉េចសម្រាប់អ្នកណាហើយហេតុអ្វីដូច្នេះយើងអធិដ្ឋានជាមួយគ្នាមុននឹងយើងសិក្សាព្រះបន្ទូលព្រះអង្គជាមួយគ្នាព្រះអង្គយើងខ្ញុំអធិដ្ឋានសូមព្រះមេត្តាប្រោសដល់យើងខ្ញុំដែលជាមនុស្សព្រះអង្គយើងខ្ញុំអរព្រគុណដល់ព្រះដែលបង្កើតផ្ទៃមេឃនិងផែនដីព្រះអង្គទ្រង់បានយាងមកយងនិស្ស័យជាមនុស្សនៅ Bethlehem ព្រឹកនេះនៅក្នុងស្រុកគុំសូមយាងព្រះវិញ្ញាណបរិសុទ្ធដើម្បីនឹងគង់សន្ធិដ្ឋជាមួយនឹងយើងខ្ញុំហើយជួយយើងខ្ញុំបានយល់ស្គាល់នៅវិធីដែលយើងខ្ញុំប្ររពធ្វើជាមួយគ្នានៅថ្ងៃនេះសូមនាំយើងខ្ញុំដោយសារអំណាចនៃព្រះវិញ្ញាណបរិសុទ្ធទូលព្រះបង្គំអធិដ្ឋានក្នុងព្រះបរមនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនលោកអ្នកបងប្អូនយូហានជំពូកម៉ាមិនបាទជំពូក1បងប្អូនសូមស្ដាប់មើលនៅក្នុងព្រះគម្ពីរបាននិយាយថាការដើមដំបូងមានព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះបន្ទូលហើយព្រះបន្ទូលនោះឯងជាព្រះស្ដាប់នៅក្នុងខ2ទ្រង់គង់នៅជាមួយនឹងព្រះតាំងពីដើមមកហើយខ3និយាយថាគ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់ហើយក្នុងបណ្ដាដែលបានបង្កើតមកទាំងប៉ុន្មាននោះគ្មានអ្វីណាមួយកើតក្រៅពីទ្រង់ឡើយនៅក្នុងទ្រង់មានជីវិតហើយជីវិតនោះជាពន្លឺនៃមនុស្សលោកពន្លឺនោះក៏ភ្លឺមកក្នុងសេចក្តីងងឹតតែសេចក្តីងងឹតមិនដល់ពន្លឺទេកាលណាយើងនិយាយអំពីណូអែលកាលណាយើងនិយាយអំពីទារកតូចមកចាប់កំណើតនឹងស្ត្រីម្នាក់នៅកាលណាយើងនិយាយពីកំណើតរបស់ព្រះអង្គដែលកើតនៅភូមិ Bethlehem ស្រុកយូដាកាលណាយើងនិយាយពី2000 ឆ្នាំមុនពីដំណើរដែលថាព្រះទ្រង់បានប្រទានទ្រង់បានចាក់រាជបុត្រាទ្រង់ឲ្យមកសំណួរដែលយើងសួរថាតើហេតុអ្វីបានជាព្រះអង្គទ្រង់យាងមកយើងដឹងមានហេតុដែលយើងទាំងអស់គ្នាត្រូវទទួលស្គាល់ទី1ព្រះអង្គបានយាងមកមិនមែនសម្រាប់អង្គទ្រង់ទេព្រះអង្គទ្រង់បានយាងមកសម្រាប់គ្រប់ទាំងមនុស្សទាំងអស់
ហើយបើសិនលោកអ្នកបងប្អូនសួរសំណួរថាតើព្រះនេះជាព្រះយ៉ាងដូចម្ដេចអង្គនេះជាអង្គយ៉ាងណាតើអង្គនេះអាចនឹងធ្វើការអ្វីសម្រាប់យើងបានខ្ញុំគិតថាបន្តិចទៀតយើងពិចារណាជាមួយគ្នាហើយបងប្អូននឹងជ្រាបអំពីដំណើរដែលយើងនិយាយគ្នានេះបងប្អូនទី1សំណួរសួរថាតើព្រះយេស៊ូវគ្រីស្ទជាព្រះមែនមិនមែនតើព្រះយេស៊ូវគ្រីស្ទដូចជាព្រះរបស់សាសដទៃឬក៏ព្រះដទៃទៀតនៅលើផែនដីឬទេខ្ញុំលើកទឹកចិត្តឲ្យលោកអ្នកបងប្អូនបើមានឱកាសខ្ញុំចង់ឲ្យលោកបងប្អូនបានទិញសៀវភៅមួយដែលសរសេរដោយបណ្ឌិត Ravi Zacharias ដែលមានចំណងជើងថា Jesus Among the Gods ព្រះយេស៊ូវនៅក្នុងចំណោមព្រះនានាប៉ុន្តែខ្ញុំចង់ជម្រាបលោកអ្នកបងប្អូនថាលោក Ravi Zacharias លោកគឺជាជនជាតិឥណ្ឌាដែលកើតនៅប្រទេសឥណ្ឌាលោកបានមកនៅប្រទេសកាណាដាហើយក្រោយមកទៀតលោកបានមកនៅសហរដ្ឋអាមេរិកលោកគឺជាមនុស្សម្នាក់ដែលវែងញែកអំពីដំណឹងល្អជាងគេបង្អស់នៅលើពិភពលោកយ៉ាងហោចណាស់ក៏តាមគំនិតរបស់ខ្ញុំដែរលោកបានមានប្រសាសន៍អំពីដំណើរប្រទេសឥណ្ឌាតែថាតើមានសាសនាប្រមាណមានសាសនារាប់ម៉ឺនសាសនាសំណួរដែលយើងនិយាយគ្នាសួរថាតើហេតុអ្វីបានជាមានសាសនាហើយមនុស្សបានបង្កើតសាសនាមករាប់ម៉ឺនដូច្នេះយ៉ាងហើយនៅប្រទេសកម្ពុជាយើងស្គាល់សាសនាមួយដែលជាសាសនារបស់ជាតិហើយយើងក៏កំពុងតែរស់នៅអនុវត្តលក្ខណៈសាសនានៅទីនេះដែរជាពិសេសគំនិតហើយនឹងចិត្តដែលបានមកអំពីឥទ្ធិពលរបស់សាសនាប្រទេសយើងការពិតនៅប្រទេសកម្ពុជាយើងប្រាតិចយើងធ្វើសេចក្តីជំនឿដែលគេអនុវត្តនៅសប្តាហ៍នៅប្រទេសកម្ពុជាបងប្អូនព្រហ្មញ្ញសាសនាប៉ុន្តែយើងអត់សូវទទួលស្គាល់ប៉ុន្តែសំណួរត្រឡប់មកវិញហេតុអ្វីយើងចង់ដឹងថាតើព្រះយេស៊ូវគ្រីស្ទដូចជាព្រះរបស់សាសនាទីនេះទេតើព្រះអង្គជាណាចម្លើយ right here ចម្លើយដែលយើងបានរកឃើញនៅក្នុងព្រះគម្ពីរនេះលោកនេះបងប្អូនស្ដាប់មើលនេះពាក្យរបស់ប្រាជ្ញារបស់មនុស្សបងប្អូនមានដើរអញ្ជើញទៅ Redwood for National Park បងប្អូនបានអញ្ជើញទៅកន្លែង Big Tree មានដើមឈើខ្លះវាអាយុប្រហែលតែវាកំពុងឈរនៅឡើយ2000ឆ្នាំ3000ឆ្នាំមានដើមឈើនៅលើពិភពលោកអាយុ6000ឆ្នាំហើយខ្ញុំសួរលោកបងប្អូនសិនដោយសារដើមឈើនោះវានៅរស់ហើយវាមានអាយុ6000ឆ្នាំតើជង្គង់របស់យើងជាមនុស្សគួរថ្វាយបង្គំដើមឈើនោះទេបងប្អូនស្ដាប់មើលមែនទេទោះបីវាអាយុ6000ឆ្នាំក៏ដោយដើមឈើនេះមិនអាចទទួលការថ្វាយបង្គំពីយើងបានទេពីព្រោះគម្ពីរបាននិយាយប្រាប់ថាមានព្រះបង្កើតវាឥឡូវយើងសម្លឹងមើលអត្ថបទដែលយើងអានមិញដែលនិយាយប្រាប់ថាម៉េចការដើមដំបូងឡើយមានព្រះបន្ទូលនៅក្នុងព្រះគម្ពីរដដែលខ14និយាយប្រាប់ថាព្រះបន្ទូលបានត្រឡប់ទៅជាសាច់ឈាមនេះឯង2000ថ្លៃឆ្នាំមុននៅវេលាដែលនាងម៉ារីបានមកដល់ភូមិបេតលេហែមហើយបានប្រសូតបុត្រាមួយដែលព្រះបន្ទូលបានត្រឡប់ជាសាច់ឈាមរឿងនេះជ្រៅជ្រះមែនទេប៉ុន្តែបងប្អូនស្ដាប់មើលសេចក្តីដែលយើងនឹងវែកញែកជាមួយនឹងគ្នាបានជាប៉ុណ្ណាហេតុអ្វីបានជាព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះទី1 2000ថ្លៃឆ្នាំមុនមកនោះព្រះអង្គទ្រង់បានយាងមកទៅលើផែនដីដើម្បីចាប់កំណើតជាមនុស្សយងនិស័យជាមនុស្សបងប្អូនស្ដាប់ហើយយងនិស័យជាមនុស្សតែប៉ុណ្ណោះហើយកំណើតរបស់ព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទវិសេសជាងគ្រប់ទាំងកំណើតនានានៅលើផែនដីគ្មានមនុស្សណាដែលអាចកើតមកអំពីផ្ទៃរបស់ម្ដាយដែលគ្មានលក្ខណៈសម្ព័ន្ធរវាងបុរសនិងស្ត្រីគ្មានសោះឡើយទទួលស្គាល់ឬអត់តាមលក្ខណៈធម្មជាតិគ្មានមនុស្សស្រីណាដែលមិនបានស្គាល់បុរសសោះហើយអាចកើតកូនបាននោះទេមានលក្ខណៈក្រៅធម្មជាតិគេអាចយកស្ត្រី they can bring the egg គេអាចយកពងរកដែលមាននៅក្នុងស្ត្រីហើយយកមក fertilize គេអាចយកមកផ្សំពុំគ្នានៅក្នុងកែវដែលដាក់ fertilize របស់បុរសហើយគេកាលណាកោកទៅជាគំនិតទៅជាមនុស្សហើយគេយកទៅដាក់នៅក្នុងផ្ទៃវិញដើម្បីឲ្យនាងនោះពោះអាចមានជីវិតបានប៉ុន្តែលោកអ្នកបងប្អូនស្ដាប់មើលអាចត្រឡប់ទៅជាមនុស្សបានទោះបើអត់មានបុរសមកប៉ះពាល់ស្ត្រីនោះក៏ដោយហើយស្ត្រីព្រមចារីក៏ដោយក៏ប៉ុន្តែកូនដែលទុំនៅក្នុងផ្ទៃរបស់នាងមិនមែនជាកូនដែលអត់មានចំណែករបស់បុរសទេពីព្រោះត្រូវការ fertilizer ត្រូវការទឹកជីវិតរបស់បុរសដើម្បីនឹងរួមជាមួយនឹងពងដែលនៅក្នុងផ្ទៃរបស់នាងហើយយកគុំគ្នាត្រឡប់ទៅជាជីវិតមួយបានដាក់ចូលក្នុងផ្ទៃគម្រប់9ខែ10ថ្ងៃទៅកើតបងប្អូនស្ដាប់ខ្ញុំបាន
ប៉ុន្តែកំណត់របស់ព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទមិនមែនទៅ2000ថ្លៃឆ្នាំមុនទេខ្ញុំចង់ឲ្យបងប្អូនមើលនៅក្នុងអត្ថបទនេះការដើមដំបូងឡើយមានព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះហើយព្រះបន្ទូលនោះឯងជាព្រះពី2000ថ្លៃឆ្នាំមុនព្រះអង្គយាងមកពីព្រោះមានគោលបំណងតែមួយទេពេលព្រះយេស៊ូវគ្រីស្ទទ្រង់យាងមកលើផែនដីមានគោលបំណងតែមួយទេព្រះអង្គយាងមកដើម្បីសង្គ្រោះមនុស្សលោកសង្គ្រោះបងប្អូនសង្គ្រោះខ្ញុំព្រះអង្គទ្រង់បានយាងមកគឺជាអំណោយទានដ៏គ្រប់លក្ខរបស់ព្រះបានមកដល់ផែនដីហើយគម្ពីរបាននិយាយប្រាប់ថានាងម៉ារីបានទទួលផ្ទៃពោះដោយសារអំណាចនៃព្រះវិញ្ញាណបរិសុទ្ធនាងព្រហ្មចារីប្រសូតបានប្រសូតបានបុត្រាមួយ700ឆ្នាំ739ឆ្នាំមុនព្រះយេស៊ូវគ្រីស្ទចាប់កំណើតព្រះបានមានព្រះបន្ទូលតាមរយៈហោរាអេសាយថាមើលនាងព្រហ្មចារីនឹងប្រសូតបានបុត្រាមួយហើយអ្នកត្រូវថ្វាយឈ្មោះថាអេម៉ានូអែលជាភាសាហេប្រឺបកប្រែភាសាខ្មែរថាព្រះគង់នៅជាមួយយើងខ្ញុំបើនិយាយភាសាអង់គ្លេសថា God with us បងប្អូនស្ដាប់តនេះសួរតែព្រះយេស៊ូវគ្រីស្ទជាព្រះចេញពីប្រភពណាបើការដើរដំបូងឡើយព្រះបានគង់នៅជាមួយនឹងព្រះហើយព្រះបន្ទូលបានត្រឡប់ទៅជាសាច់ឈាមលោកនេះបងប្អូនព្រះជន្មរបស់ព្រះម្ចាស់យេស៊ូវគ្រីស្ទបានគង់នៅតាំងពីអស់កាលជានិច្ចកាលពីអតីតកាលហើយព្រះអង្គទ្រង់គ្មានអ្នកណាឲ្យជីវិតព្រះអង្គគឺក្នុងព្រះអង្គទ្រង់មានជីវិតហើយព្រះអង្គទ្រង់គង់ស្ថិតស្ថេរនៅហើយជីវិតព្រះជន្មរបស់ព្រះអង្គស្ថិតស្ថេរនៅដល់អនាគតអស់កាលជានិច្ច Another word Jesus Christ was before everything was created he was before time he exists for eternity past and he continued to exist to eternity future អង្គគង់នៅពីដើមហើយព្រះអង្គគង់នៅរហូតដល់ចុងបំផុតកាលបងប្អូនយល់ពាក្យកាលនេះបើយើងបកប្រែភាសាយើងស្រួលនិយាយនេះគឺនិយាយអំពីពេលវេលាតែម្ដងមិនត្រឹមតែភពទេហើយបងប្អូនជាបងប្អូនមើលទៅនៅក្នុងព្រះគម្ពីរដែលយើងបាននិយាយអំបញ្ញមិញនៅក្នុងព្រះគម្ពីរយូហានអំបញ្ញមិញព្រះអង្គបានមានព្រះនៅក្នុងអត្ថបទដែលបានសម្ដែងប្រាប់ថាគ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់សូមឆ្លើយខ្ញុំមើលបើព្រះយេស៊ូវគ្រីស្ទតែមានប្រជញ្ញ2000ថ្លៃឆ្នាំមុនធ្វើម៉េចព្រះអង្គបានបង្កើតសពសារពើនៅលើចក្រភពនៅលើចក្រវាលទាំងមូលបងប្អូនយល់ពី Galaxy គឺជាចង្កោមផ្កាយក្នុងចង្កោមផ្កាយនៅក្នុង Galaxy មានផ្កាយរាប់សែនរាប់លានផ្កាយហើយសូម្បីតែចង្កោមផ្កាយនៅក្នុងសកលនៅក្នុងចក្រវាលទាំងមូលមានជាច្រើន Galaxy ហើយព្រះយេស៊ូវគ្រីស្ទទ្រង់បានបង្កើតចម្លើយយើងមានជាមួយគ្នាព្រះយេស៊ូវគ្រីស្ទមិនមែនជាព្រះធម្មតាព្រះយេស៊ូវគ្រីស្ទមិនមែនជាមនុស្សធម្មតាកាលណាបងប្អូនអានព្រះគម្ពីរបងប្អូនអានដំណឹងល្អបងប្អូនឃើញថាគេនិយាយអំពីព្រះអង្គយេស៊ូវគ្រីស្ទថាព្រះអង្គជាកូនមនុស្សហើយព្រះអង្គជាព្រះរាជបុត្រានៃព្រះ The Son of God and the Son of Man ហើយបងប្អូនម៉ែ2កូន2រស់3មិនឃើញបងប្អូនឲ្យបងប្អូនស្គាល់ព្រះមិនកើតឲ្យស្គាល់អំណាចព្រះមិនកើតលើកលែងតែអំណាចនៃព្រះបរិសុទ្ធបើសម្ដែងឲ្យបងប្អូនស្គាល់បើសម្ដែងឲ្យខ្ញុំស្គាល់ប៉ុន្តែខ្ញុំលោកបងប្អូនក្នុងលក្ខណៈជាមនុស្សបំណាច់នឹងជង្គង់របស់ខ្ញុំលុតនៅចំពោះព្រះខ្ញុំនឹងរួបមួយអង្គដែលបង្កើតផ្ទៃមេក្នុងផែនដីហើយខ្ញុំនឹងថ្វាយបង្គំមួយអង្គដែលមានប្រជញ្ញរស់នៅសប្តាហ៍ខ្ញុំបដិសេធខ្ញុំនឹងថ្វាយបង្គំដើមឈើអាយុ6000ឆ្នាំហើយពី2000ថ្លៃឆ្នាំមុននោះព្រះយេស៊ូវគ្រីស្ទទ្រង់បានយាងមកចាស់កំណើតដើម្បីលោកអ្នកបងប្អូនហើយនឹងខ្ញុំហើយអតិពលហើយដំណឹងល្អដែលបានមកដល់ប្រទេសកម្ពុជាដំណឹងល្អដែលបានទៅដល់ពិភពលោកលោកអ្នកបងប្អូនសូមពីប្រទេសចិនដែលមានភាគបងប្អូនមនុស្សសកលលោកទាំងមូលសប្តាហ៍មានគ្នាប្រហែលជិត8កោណ almost 8 billion people I want you to understand this ចិន1/3នៅសកលលោកទាំងមូលគឺជាជនជាតិចិនហើយខ្ញុំចង់ប្រាប់លោកអ្នកបងប្អូនកុម្មុយនីសគំនិតរបស់មនុស្សធម្មមនុស្សរបស់កុម្មុយនីសមិនឲ្យមានគ្រីស្ទានប្រទេសចិននេះប៉ុន្តែចាប់ពីឆ្នាំ1800ផ្លាយមកទល់ឥឡូវសប្តាហ៍នេះឆ្នាំ2013ចូល2014ខ្ញុំចង់ឈោប្រាប់លោកអ្នកបងប្អូនថានៅប្រទេសចិនមានអ្នកគ្រីស្ទានដែលគ្មានច្បាប់គេរាប់ខ្លួនទៅជាអ្នកគ្រីស្ទាន70លានទៅ100លាននេះ70លានទៅ100លាននេះអតិពលដែលព្រះយេស៊ូវទ្រង់បានយាងមកកាលពី2000ឆ្នាំមុនគឺជាអតិពលដែលដូរជីវិតបងប្អូន
ដូរជីវិតខ្ញុំដូរការគិតដូរអំពីវប្បធម៌ដែលយើងធ្លាប់គិតផ្នែកគំនិតរបស់យើងឲ្យត្រឡប់ទៅជាមនុស្សថ្មីហើយគម្ពីរមានប្រាប់ថាអ្នកណាដែលទទួលទ្រង់អ្នកណាដែលជឿដល់ព្រះនាមទ្រង់ទ្រង់ប្រទានអំណាចឲ្យត្រឡប់ទៅជាកូនព្រះគម្ពីរដដែលគម្ពីរដដែលដូច្នេះលោកអ្នកបងប្អូនតែលោកអ្នកបងប្អូនអញ្ជើញមកអបសាទរពិធីបុណ្យណូអែលកំណើតរបស់ព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទនេះលោកអ្នកបងប្អូនដឹងទេថាអភ័យឯកសិទ្ធិរបស់លោកអ្នកបងប្អូនដែលពីដើមមិនអាចប៉ះដល់ប្រហោះរបស់ព្រះអង្គបានផងប៉ុន្តែលើលោកអ្នកអាចឈោងដៃទៅហើយប្រហោះរបស់ព្រះអង្គបានឈោងដៃមកប៉ះលោកអ្នកបងប្អូនហើយលោកអ្នកបងប្អូនបានប៉ះដៃព្រះមិនត្រឹមតែប៉ុណ្ណោះទេអ្នកណាដែលទទួលទ្រង់អ្នកណាដែលជឿដល់ព្រះនាមទ្រង់ប្រទានអំណាចឲ្យត្រឡប់ទៅជាកូនព្រះខ្ញុំធ្លាប់លើសុំមនុស្សគេអួតគេថាអូខ្ញុំកូនអ្នកនេះកូននោះពុកបោកកំពស់ណាខ្ញុំចេះនឹកក្នុងចិត្តហ្នឹងបានដីផ្លាក់ដូចផ្លាក់ជើងដូចខ្ញុំដែរប៉ុន្តែនៅវេលាដែលខ្ញុំអាចខ្លួនទៅជាអ្នកគ្រីស្ទានទោះបើពាក្យសម្ដីទោះបើគំនិតរបស់មនុស្សទោះបើការចោទជាយ៉ាងទៅដេកដល់ជីវិតរបស់យើងជាអ្នកគ្រីស្ទានខ្ញុំដឹងថាខ្ញុំជាអ្នកណានៅក្នុងព្រះគ្រីស្ទនៅក្នុងព្រះគម្ពីររ៉ូម8មានប្រថាបានជានៅជាន់នេះអ្នកណាដែលនៅក្នុងព្រះគ្រីស្ទនោះរាប់ថាគ្មានទោសសោះយើងទាំងអស់គ្នាជាមនុស្សមានទោសប៉ុន្តែនៅចំពោះប្រភេទរបស់ព្រះអង្គវិញព្រះអង្គទ្រង់ចាស់ព្រះបុត្រាទ្រង់ឲ្យមកដើម្បីឲ្យព្រះរាជបុត្រានោះជាមួយអង្គដែលគ្មានបាបសោះដែលមិនស្គាល់បាបដែលមិនធ្វើបាបសោះដែលគ្មានជាប់និស្ស័យនៃអំពើបាបសោះដើម្បីមានគោលបំណងតែមួយនេះយើងទៅឲ្យជឿឆ្កាងហើយសង្កត់នៅជឿឆ្កាងជំនួសបាបយើងប៉ុន្តែរឿងនោះមិនត្រឹមជាប់តែប៉ុណ្ណឹងគម្ពីរនេះប្រាប់ថានៅវេលាព្រះអង្គសង្កត់ហើយគេបានដាក់ប្រសពរបស់ព្រះអង្គបានចុះពីជឿឆ្កាងហើយគេយកប្រសពរបស់ព្រះអង្គទៅដាក់នៅក្នុងភ្នោនៅថ្ងៃមកត្រាស់3ថ្ងៃក្រោយមកព្រះអង្គមានបញ្ជូនរស់ឡើងវិញបងប្អូនវិញក៏ដើររស់ចុះលើពិភពលោកបើបងប្អូនរស់ឃើញមនុស្សណាដែលស្លាប់ហើយរស់វិញមានតែមួយទេព្រះមានតែមួយទេព្រះបងប្អូន2000ឆ្នាំថ្លៃមុនព្រះអង្គយាងមកធ្វើជាអំណោយទានសម្រាប់បងប្អូនហើយនិងខ្ញុំបងប្អូនធុញឡើយអត់ធុញអធិប្បាយអធិដ្ឋានបញ្ចប់1 ម៉ោងទៀតអូតែអស្ចារ្យណាបងប្អូនអស្ចារ្យមែនទេកាលណាយើងនិយាយអំពីការដាំដំបងឡើយមានព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះបន្ទូលនោះឯងជាព្រះហើយនិយាយពីថាគ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់ All things were created by him ហើយក្នុងព្រះគម្ពីរក្នុងនិយាយប្រាប់ថា through him and for him ទាំងអស់បានបង្កើតមកតាមរយៈព្រះអង្គហើយសម្រាប់ព្រះអង្គយើងទាំងអស់គ្នាមានកន្លែងអួតសោះយើងទាំងអស់គ្នាមានកន្លែងអួតសោះព្រះយេស៊ូវគ្រីស្ទបងប្អូនស្ដាប់សេចក្តីនេះគឺជាព្រះពិតអត់មានចម្ងល់ណាមួយ Without a doubt in my mind គ្មានចម្ងល់ណាមួយនៅក្នុងជីវិតរបស់ខ្ញុំថាព្រះអង្គមិនមែនជាព្រះទេពីព្រោះទី1ខ្ញុំដឹងថាព្រះអង្គទ្រង់យាងមកហើយព្រះអង្គមានបញ្ជូនរស់ឡើងវិញពីព្រោះព្រះគម្ពីរបាននិយាយប្រាប់ថាព្រះអង្គគង់នៅលើផែនដី40យប់40ថ្ងៃហើយបង្រៀនប្រាប់ដល់ពួកសិស្សទាំងអស់អំពីគ្រប់របស់ទាំងឡាយអំពីគ្រប់របស់ទាំងឡាយមិនមែនរបស់ទាំងឡាយហេតុការណ៍ទាំងឡាយដែលត្រូវនឹងផែនដីទេហេតុការណ៍ទាំងឡាយដែលត្រូវនឹងឋានសួគ៌ហេតុការណ៍ទាំងឡាយដែលថាមនុស្សបើសិនជាគ្មានអ្នកសង្គ្រោះទេមនុស្សនឹងត្រូវចុះនរកនៅក្នុងបឹងភ្លើងរបស់កាលជានិច្ចគ្មានអ្នកណាចង់លឺពីបឹងភ្លើងក៏ប៉ុន្តែស្ថានភាពពិតប្រាកដគឺក្នុងតែថាបើបងប្អូនជឿថាមានបរឡោកជាពិតប្រាកដមែនខ្ញុំសួរសិនព្រះប្រទានឲ្យបងប្អូនរស់នៅ150ឆ្នាំនៅលើផែនដីសួរថាតើក្រោយ150ឆ្នាំនៅលើផែនដីមកបងប្អូនទៅណាបងប្អូននឹងអញ្ជើញទៅណានៅក្នុងសេចក្តីមានដែលយើងមានគឺត្រង់កន្លែងថានេះទោះបីសាសនាណាក៏ដោយថាធ្វើគឺដើម្បីអ្វីដើម្បីអនាគតដើម្បីបរឡោកគឺលោកឯនេះហើយព្រះអង្គទ្រង់យាងមកដើម្បីទុកយើងមិនឲ្យយើងធ្លាក់ទៅឯណាឆ្ងាយសំណួរមួយទៀតយើងសួរគ្នាសួរថាតើហេតុអ្វីបានជាព្រះអង្គត្រូវយាងមកមិនមែនតែព្រះអង្គមានបាបទេបងប្អូនស្ដាប់មើលនិស្ស័យរបស់ព្រះម្ចាស់យេស៊ូវគ្រីស្ទបងប្អូនគិតមើលចា៎បើសិនជាព្រះអង្គទ្រង់យាងមកហើយមានឪពុកហើយម្ដាយដូចយើងដែរសួរថាព្រះអង្គជាមនុស្សដូចយើងហើយមានបាបដូចយើងស្ដាប់មើលមែនទេកុំតែឆ្លើយបើព្រះយេស៊ូវគ្រីស្ទទ្រង់យាងមកមានម្ដាយជាមនុស្សហើយមានឪពុកជាមនុស្សតាមរយៈសម្ព័ន្ធភាពរបស់អ្នកទាំងពីរនេះបានកើតព្រះយេស៊ូវគ្រីស្ទទី1យើងសួរថាតើព្រះយេស៊ូវគ្រីស្ទជាមួយអង្គដែលបរិសុទ្ធឬទេ
អត់ទេបើព្រះយេស៊ូវគ្រីស្ទមានឪពុកដូចយើងមានម្ដាយដូចយើងកើតមកពីផ្ទៃដៃដូចយើងព្រះយេស៊ូវគ្រីស្ទប្រកាសជាមានបាបដូចយើងប៉ុន្តែព្រះគម្ពីរបាននិយាយប្រាប់ថានាងព្រហ្មចារីនឹងមានកនឹងទម្ងន់លោកអ្នកបងប្អូនអត្ថន័យដែលលោកហរ៉ៃសាយចំ7ខ14និយាយសេះត្រង់កន្លែងនេះគឺនិយាយចេះស្រួលស្ដាប់មែនទេបងប្អូនពិចារណាមើលស្រួលស្ដាប់ណាស់បើសិនជាបរិសុទ្ធហើយស្ត្រីរួមសម្ព័ន្ធគ្នាកើតកូនមកកូននោះចង់និស័យអំពើបាបព្រះអង្គទ្រង់ធ្វើការមួយដែលគ្មានមនុស្សណាអាចធ្វើបានព្រះអង្គផ្ដាច់និស័យរបស់បរិសុទ្ធចេញព្រះអង្គប្រើស្ត្រីព្រហ្មចារីពីព្រោះឈ្នួលរបស់អំពើបាបពីគម្ពីររ៉ូមនិយាយនៅចំពោះ5ថាបែបអំពើបាបបានចូលមកក្នុងលោកីយ៍ដោយសារមនុស្សតែម្នាក់អ្នកខ្លះគេមកសួរខ្ញុំហាក់បីដូចជាគេនឹងបញ្ញាខ្លាំងណាស់ចឹងតែខ្ញុំចង់ជម្រាបនេះបងប្អូនបើសិនជាគ្មានប្រាជ្ញាជ្រៅជាងប្រាជ្ញារបស់ព្រះក៏មកសួរខ្ញុំក្បាលតែពេកប៉ុណ្ណាក៏ដោយពីព្រោះគេសួរខ្ញុំថាលោកគ្រូម៉ៃណារ៉េតលោកគ្រូមនុស្ស7 8កោណនៅលើផែនដីហើយព្រះយេស៊ូវម្នាក់ឯងនឹងធ្វើម៉េចទៅរំដោះបាបរបស់មនុស្សបានខ្ញុំថាសម័យនេះអញ្ជើញទៅអាននៅក្នុងព្រះគម្ពីររ៉ូមចំពោះ5ដែលថាត្បិតបាបបានចូលមកក្នុងលោកីយ៍ដោយសារមនុស្សតែម្នាក់ហើយត្រូវបាបបញ្ចុះហើយរៀលដាលនៅលើពិភពលោកទាំងមូលដោយសារបាបរបស់តែម្នាក់នេះដូច្នេះបងប្អូនខ្ញុំសួរសិនបើសិនជាមនុស្សម្នាក់ធ្វើបាបត្រូវការមនុស្សប្រមាណលាននាក់ដើម្បីសងបាបតែម្នាក់បើបងប្អូនជិះខ្ញុំ$1ណាបងប្អូនសងខ្ញុំ$រួចខ្លួនកុំនិយាយរឿងការបើបងប្អូនជំពាក់ខ្ញុំ$1បងប្អូនសងខ្ញុំ$រួចខ្លួនបើបងប្អូនសងខ្ញុំ99សេនបងប្អូនរួចខ្លួននេះអត់រួចខ្លួននេះឥឡូវខ្ញុំសួរលោកបងប្អូនសិនព្រះអង្គសង្គ្រោះរបស់បងប្អូនអាចសង្គ្រោះបងប្អូនបានទេបើនៅនោះមានបាបដែរ The answer is no. If my Savior also is a sinner, he cannot save himself, he cannot save me. សង្គ្រោះខ្លួនឯងក៏មិនបានសង្គ្រោះគេក៏មិនបានបងប្អូនស្ដាប់មើលយើងត្រូវការព្រះអង្គសង្គ្រោះដែលអាចសង្គ្រោះយើងបានបងប្អូនលងទឹកមិនអាចយកមនុស្សដែលកំពុងតែលងជាមួយគ្នាមកស្រង់បងប្អូនបានទេហើយលោកអ្នកបងប្អូនហើយមនុស្សដែលនឹងចង់សង្គ្រោះគេបើមិនព្រមមិនចង់សង្គ្រោះគេក៏មិនបានដែរឥឡូវបងប្អូនពិចារណាមើលយើងមានប្រាជ្ញាឬទេបើយើងនៅលើទូកហើយមានកំពុងតែលងខ្វាយហើយយើងទៅប្រាប់គេថាសូមឲ្យអ្នកហែលបន្តិចទៀតទៅតើមានប្រាជ្ញាឬទេប៉ុន្តែព្រះពោពេញទៅដោយប្រាជ្ញា2000ថ្លៃឆ្នាំមុនព្រះអង្គទ្រង់បានយាងមកហើយព្រះអង្គទ្រង់បានធ្វើជាព្រះអង្គសង្គ្រោះសម្រាប់លោកអ្នកបងប្អូនហើយនឹងខ្ញុំព្រះអង្គមិនដែលស្គាល់បាបសោះព្រះអង្គមិនដែលធ្វើបាបសោះព្រះអង្គគ្មានបាបសោះក្នុងអង្គទ្រង់យកនិស្ស័យជាមនុស្សដើម្បីផ្ដាច់បាបខ្ញុំស្ដាប់តើឥឡូវនិយាយរឿងបាបបន្តិចគម្ពីរនិយាយប្រាប់ថាគ្រប់គ្នាបានធ្វើបាបហើយខ្វះមិនដល់សេរីល្អនៃព្រះគម្ពីរនិយាយប្រាប់ថា for all have sinned and fall short of the glory of God all ទាំងអស់គ្នាមានអ្នកណាខ្លះដូចជាអត់រាប់គ្រូមេងទេតែគ្រប់គ្នាហើយបានធ្វើបាបហើយខ្វះមិនដល់សេរីល្អនៃព្រះលោកអ្នកបងប្អូនស្ដាប់ពាក្យរបស់ខ្ញុំតែពីម៉ាត់ទេអ្នកណាដែលកើតមកមានឪពុកនិងម្ដាយជាមនុស្សកើតមកលើផែនដីអ្នកនោះទាំងអស់គ្នាមានបាបអ្នកនោះជាអ្នកសំទានអ្នកនោះដេកនៅតាមផ្លូវមិនដែលស្គាល់អ្វីដែលជាសេចក្តីល្អនៅជីវិតអ្នកនោះរស់នៅលើវិមានហើយតែកើតមកពីពោះរបស់ម្ដាយមានមនុស្សជាឪពុកអ្នកនោះមានបាបហើយគេខ្វះមិនដល់សេរីល្អនៃព្រះបងប្អូនបញ្ហាដោះស្រាយអំពើបាបមិនមែនគំនិតរបស់មនុស្សអាចធ្វើបានទេត្រូវការព្រះ Now I want you to listen to this I understand but we're going to have to talk about this very very seriously យើងនិយាយរឿងនេះបានច្បាស់លាស់ជាមួយគ្នាបន្តិចអំពើបាបរបស់យើងមានតែ2យ៉ាងទេមានតែ2យ៉ាងហើយ2យ៉ាងនេះឯងដែលនាំឲ្យយើងជិះចេញមិនអាចឲ្យយើងគេចផុតពីបឹងភ្លើងបាន I want you to listen to this បាបទី1បាបគឺនិស្ស័យជាមនុស្សកើតជាមនុស្សគឺមានបាបអ្នកខ្លះគេនិយាយប្រាប់អូខ្ញុំមិនបានធ្វើអីផងបាទសួរថាឯងមានកាត់ពីពោះម៉ែមានឪជាមនុស្សឯងមានបាបនិស្ស័យរបស់បាបបញ្ចូលមកទៅដល់ធ្វើមិនឲ្យបងប្អូនអាចផ្ដាច់និស្ស័យនេះបានធ្វើមិនឲ្យបងប្អូនផ្ដាច់និស្ស័យបានមិនស្វៀកបងលោកមានប្រសាសន៍ថាវល់ដល់ខ្ញុំហើយប៉ុន្តែអរគុណដល់ព្រះអង្គនៅវេលាពេលកំណត់បានមកដល់នោះព្រះបានចាត់ព្រះពុត្រាមកហើយបានចាប់កំណើតនឹងនាងព្រហ្មចារីគម្ពីរកាឡាទីចំពោះ4ខ4លុះដល់ពេលកំណត់មិនមែនតែព្រះសម្រាប់ខ្ញុំបងប្អូនខ្ញុំនិយាយតែព្រះសម្រាប់វិញចេះបងប្អូនស្ដាប់មើលនៅឆ្នាំបើមិន90ថ្លៃទេក្នុងឆ្នាំ90ម្ដងឆ្នាំ90ថ្លៃឬក៏ឆ្នាំម្ដងឆ្នាំ2000នៅភ្នំពេញគេយកគោលលូតគោលលូតគេថាព្រះដាក់ក្នុងកែវឲ្យហែពីទីក្រុងភ្នំពេញខ្ញុំសួរបងប្អូនសិន
ទី1កោរស់នឹងមកហើយធ្វើម៉េចឲ្យទៅជាព្រះកើតបាទអានឹងជំនឿតែព្រះសម្រាប់មកបាទការចំណានបងប្អូនខ្ញុំបងប្អូនខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំគឺថាក្បាលដល់ចុងជើងអានឹងគាត់មែនទេគាត់ជាអ្នកស្ត្រីមេម៉ាយហើយគាត់ជាមនុស្សដែលមិនស្គាល់ចេះធ្វើអីទេតែក្តាមក៏មិនចេះចាប់ដែរបើសិនខ្ញុំបរៀនគាត់វិញគាត់ណៃចាប់ក្តាមចាប់ពេលណាវាបើកគៀបចាគាត់ចេះចាប់ក្តាមទេបងហើយលោកអ្នកបងប្អូនដឹងយ៉ាងម៉េចគាត់គេមកប្រាប់គាត់ឲ្យគាត់ចេះតែជឿឃ្លានខ្លាំងគេថាអ្នកមានបុណ្យកើតហើយសួរធ្វើម៉េចឲ្យបានឆ្អែតអ្នកឯងគាត់ទៅយកឆ្នាំងមកឲ្យគាត់អបដិកគាត់អបដិកថាអូនឹងមានចំណីឆ្ងាញ់ណាបាទនេះមានសាច់ជ្រូក3ជាន់ខសាច់ជ្រូកបាទនឹងបានសាច់ជ្រូកហើយក៏បានបាត់ហ៊ានទៅមកពីព្រោះវាគ្មានអបដិកកើតជាមហូបនៅក្នុងឆ្នាំងទេហើយគេនិយាយថាអ្នកមានបុណ្យកើតហើយកើតមកគឺជាឡាយឲ្យដោះជុកខ្ញុំមករួចជុកមិនបានតឡាយដោះជុក Give me a break យើងជឿសឹកហើយមិនដឹងជឿស្អីទេតែលោកអ្នកបងប្អូនម្ដងទៀតបើមុននឹងជឿបងណាញ់ជឿណាមករកព្រះដែលបង្កាប់ទៅเป็นខាងជំនឿប្រទេសផ្ដាស់មែនអត់បានទេបងប្អូនឥឡូវយើងត្រឡប់មករឿងវិញក៏អត់គ្រប់ត្បិតគ្រប់គ្នាបានធូបបានហើយខ្វះម្ដងសេរីល្អនៃព្រះបងប្អូនខ្ញុំសួរថាធ្វើម៉េចឲ្យបងប្អូនអាចរួចពីអំពើបាបនេះបានយើងអត់អាចរួចបានទេបងប្អូនមានប្រមាណលានប្រមាណសែនបងប្អូនឲ្យខ្លួនទៅគេដុតបងប្អូនចេះគ្រប់ទាំងតម្រេះលើផែននេះបងប្អូនធ្វើដូចជាតាជួរជក់ក៏បងប្អូនអត់អាចរួចពីបាបដែរស្ដាប់តើអត់អាចរួចពីបាបអត់អាចរួចបាបពីព្រោះនិស្ស័យបាបរបស់យើងវាមកជាមួយយើងថាឥឡូវរឿងតែមួយនោះយើងដោះស្រាយបានប៉ុន្តែមានរឿងមួយទៀតបាបមួយទៀតគឺជាបាបដែលមិនអាចឲ្យគ្មានអ្នកណាម្នាក់អាចធ្វើបានគ្មានអ្នកណាម្នាក់អាចធ្វើបាននិយាយខ្ញុំនិយាយដល់ទៀតគ្មានអ្នកណាម្នាក់អាចធ្វើបានថាខ្លួនបានបរិសុទ្ធដោយការធ្វើទោះបើគោរពតាមក្រឹតវិន័យក៏ដោយអត់អាចបងប្អូននៅជឿសាសនាដទៃទៀតអ៊ីស្លាមព្រហ្មញ្ញសាសនាពុទ្ធសាសនាអ្វីក៏ដោយខ្ញុំចង់ឲ្យបងប្អូនស្ដាប់មើលពេលខ្ញុំនឹងនិយាយជាមួយគ្នានេះបើបងប្អូនពឹងលើការដែលខ្លួនឯងប្រព្រឹត្តខ្ញុំគិតថាលោកអ្នកបងប្អូនកាលណាយើងនិយាយគ្នាឲ្យបងប្អូននឹងត្រូវពិចារណាស្ដាយចិត្តថ្មីឥឡូវខ្ញុំសួរបងប្អូនសិននៅក្នុងសាសនាដើមរបស់យើងនៅក្នុងជីវិតរបស់យើងធ្លាប់រស់នៅដែលយើងកាន់ពីដើមណាមុនខ្ញុំនិយាយស្ដីនេះខ្ញុំចង់ប្រាប់បងប្អូនតិចខ្ញុំជាខ្មែរគំនិតខ្ញុំជាខ្មែរវប្បធម៌របស់ខ្ញុំជាខ្មែរបងប្អូនយកកំបិតមកអាឈាមអាស្បែករបស់ខ្ញុំឈាមដែលហូរគឺជាឈាមខ្មែរដូច្នេះយើងមិនអាចមានគំនិតគិតថាតែខ្ញុំជានេះគឺជឿអញ្ចឹងទេបងប្អូនស្ដាប់មើលមែនទេយើងអត់មានការអ្វីនៅក្នុងខ្មែរទេយើងនាំពីបរទេសមកដែរទេប៉ុន្តែយើងនិយាយគ្នាម្ដងទៀតបងយើងបើសិនជាបងប្អូនជាមនុស្សដែលពោពេញដោយប្រាជ្ញាបងប្អូននឹងយកគ្រប់រឿងអស់មកដាក់លើតុហើយយើងនិយាយគ្នាអំពីដំណើរនៃមនុស្សជាប់ក្នុងអំពើបាបហើយហេតុអ្វីបានជាមានសាសនាជាច្រើនឥឡូវខ្ញុំចង់ឲ្យបងប្អូនពិចារណាមើលទី1បងប្អូនមានដឹងនេះប្រហែលអ្នកដឹងនៅទីនេះអ្នកដែលបួសគេដឹងអ្នកដែលកាន់ក្រឹតវិន័យដែលត្រឡប់ទៅជាសង្ឃមានក្រឹតវិន័យទាំងអស់227ត្រូវកាន់ The law for the monks for the Buddhist monk contains 227 law 227ហើយបងប្អូនជាឧបាសកហើយបាសិកាដូចខ្ញុំយើងអត់បួសបងប្អូនមានច្បាប់ប្រមាណដែលបងប្អូនត្រូវរស់នៅតាមយើងត្រូវរៀនសិល5ហើយយើងចាំសិល8ឥឡូវយើងយក5យើងបូក8យើងកាប់ទៅមាន8នេះប៉ុន្តែយើងរៀនសិល5ហើយយើងចាំសិល8មានន័យថាជីវិតរស់នៅក្នុងសិល8នេះយើងជាឧបាសកយើងល្មមយើងល្អប៉ុន្តែវាមានបញ្ហាមួយគ្រប់តែសាសនាទាំងអស់មានគំនិតចង់ឲ្យបានល្អហើយខ្ញុំទទួលស្គាល់ថាល្អប៉ុន្តែបញ្ហាមួយដែលត្រង់ដែលយើងធ្វើមិនបាននិយាយគ្នាសូមនិយាយគ្នាបងប្អូនមានដែលឮសូរពាក្យថាកាមេសមច្ឆាចារាកាមេសមច្ឆាចារាមានន័យថាម៉េចអ្នកខ្លះមិនទឹកចេះបកប្រែខ្មែរយើង4កណ្ដប់លានអ្នកខ្លះបកប្រែកន្លែងនេះអត់បាននោះគិតប្រទេសផ្ដាស់នេះប៉ុន្តែខ្ញុំចង់និយាយភាពតូចបំផុតនៃសិលធម៌ហ្នឹងគឺមានន័យថាចំណងផ្ដាច់ចំណងកុំឲ្យមានអ្វីដែលចង់បានហើយបងប្អូនមើលសុខខ្មែរតើអ្នកណាមួយមិនចង់បានតើការមេសមច្ឆាចារាហ្នឹងមិនមែននិយាយអំពីកលភេទប៉ុណ្ណោះទេ
អ្នកណាមួយអាចធ្វើបាននៅប្រទេសកម្ពុជា14លាននេះ no one can do it ចឹងហើយលោកអ្នកបងប្អូនយើងត្រូវការអ្នកសង្គ្រោះជួយយើងឥឡូវនិយាយក្រែកទី1ក្រែកខ្ញុំបាញ់មិញរៀនសិល5ចាំសិល8ខ្ញុំចង់ជម្រាបលោកបងប្អូននិយាយទៅរឿងឧបាសកយើងបានហើយបងប្អូនដឹងរឿងសូរ៉ាបាទយើងភាគការយើងនិយាយសូរ៉ាមេរីបងប្អូនសូរ៉ានៅក្នុងច្បាប់និងក្រឹតវិន័យរបស់សូរ៉ាមានន័យថាម៉េចមានន័យថាបើខ្ញុំយកសក់ខ្ញុំមួយសរសៃខ្ញុំយកទៅជ្រលក់ក្នុងទឹកនឹងស្រាហើយខ្ញុំយកសក់មួយសរសៃដែលជ្រលក់នៅក្នុងស្រានេះហើយយកដាក់ក្នុងពាងដែលមាន5អម្រែកពាងនឹងឯងគឺមានសូរ៉ាញ៉ាំទៅខុសនឹងក្រឹតវិន័យកុំឲ្យថាបៀមាន 6% ឬក៏ស្រាក្រហមមាន 12% អ្នកណាដែលមានជាតិស្រាគឺខុសក្រឹតវិន័យក្រឹតវិន័យបងប្អូនល្អណាស់ខ្ញុំជម្រាបបងប្អូនក៏ប៉ុន្តែក្រឹតវិន័យប្រាប់ថាមានបាបធ្វើម៉េចឲ្យអ្នកកិច្ចពីការនឹងបានក្រឹតវិន័យគឺជាចិញ្ចៀងមិនឲ្យយើងទៅឲ្យព្រះបានប៉ុន្តែព្រះយេស៊ូវគ្រីស្ទទ្រង់យាងមកបងបានរុះចិញ្ចៀងនៃក្រឹតវិន័យនោះចេញបងមានព្រះបន្ទូលថាមកគឺដោយព្រះគុណដែលអ្នករាល់គ្នាបានសង្គ្រោះ You understand that ខ្ញុំនិយាយមិនបាញ់និយាយទៅពីនិយាយពីរឿងសូរ៉ាទេបាទហើយនិយាយនឹងពីរឿងការមេសមាចារចារានិយាយពីរឿងនេះហើយឲ្យអស់លោកប្រមាណនេះមនុស្សប្រមាណនេះនៅលើផែននៅលើសកលលោកទាំងមូលដែលអាចកិច្ចពីការបានបងប្អូនខ្ញុំមិនដែលធ្វើបាបសោះខ្ញុំមិនបានសម្លាប់មនុស្សសោះចុះមូសាច្បាប់មួយដែរបងប្អូនទាំងមូសាមានន័យមិនដែរកុំឲ្យនិយាយអាក្រក់ពីគេរត់ដូចជាសម្លាប់គេដែរលោកអ្នកបងប្អូនអ្នកណានៅក្នុងបន្ទប់នេះប្រាប់ខ្ញុំថាអំពើបាបនៃក្រឹតវិន័យនេះប៉ុណ្ណឹងតើសម្លាប់គេបានមានបាបធ្ងន់ហើយមិនកាន់តាមក្រឹតវិន័យដែលយើងនិយាយគ្នាមិនមានបាបទេលោកអ្នកបងប្អូនមើលនិយាយរឿងការធ្វើតាមក្រឹតវិន័យនិយាយអំពីក្រឹតវិន័យយើងទាំងអស់គ្នាឌូមបងប្អូនយកពាក្យឌូមយើងទាំងអស់គ្នាវិន័យបើនិយាយពីការធ្វើតាមអ្នកខ្លះមិនបានសម្លាប់គេទេអ្នកខ្លះមិនបានសម្លាប់គេទេព្រោះខ្ញុំគ្មានបាបទេបាទជាខ្ញុំប្រាប់រឿងមួយជីដូនខ្ញុំគាត់ប៉ាណាតាំងពីអាយុ16ឆ្នាំប៉ាណាគឺមិនកុំឲ្យសម្លាប់មិនចឹងប៉ាណាគឺកាន់មិនឲ្យសម្លាប់បងប្អូនសម្លាប់មិនមែនសម្លាប់មនុស្សទេសម្លាប់ពីសត្វអីផ្សេងថ្ងៃមួយខ្ញុំដាក់លុងបងប្អូនចេះដាក់លុងបាទដាក់លុងខ្ញុំបានសាក់ត្រីណៃនៅថ្ងៃនោះដូចជាចាស់ប្លន់បងមកទៀតឲ្យខ្ញុំតាមជឿព្រះបងបានសិតតែត្រីណៃខ្ញុំយកមកឲ្យយាយខ្ញុំយាយជិនគាត់ឃើញគាត់ថាអើយចៅយាយគឺធ្វើម៉េចវាអត់តែងសាគាត់ថាចៅឯងយកវាទៅលេងទៅខ្ញុំខឹងមែនទេអាជីលុងអស់មួយថ្ងៃហើយតម្រុំយកស្អីទៅដាក់ឲ្យស្រះកុំឲ្យចោលមួយទៀតបាទខ្លាចចោលមួយបាទហើយតម្រុំទៅយកមក4ភ្លឺយកមកក៏ប្រាប់ថាឲ្យយកវាទៅលេងខ្ញុំខឹងមែនទេចាំដីបានបែកក្បាលទាំងអស់ដល់ពេលខ្ញុំយកត្រីដៃមកឲ្យយាយខ្ញុំគាត់ធ្វើតែអាខ្លះអាំងតែអាខ្លះស្លកកោទៅអីទៅអូតើដៃស្ដាអញ្ចឹងបងប្អូនស្ដាប់មែនទេយើងគិតថាខ្ញុំមិនបានយកកំបិតឬលូតដៃអ្វីទៅទៅចាក់កជ្រូកទៅសម្លាប់គោឬក៏សម្លាប់សត្វទេប៉ុន្តែបងប្អូនគិតថាខ្ញុំគ្រាន់តែញ៉ាំអត់មានបាបទេខ្ញុំសូមឲ្យបងប្អូនសួរខ្លួនឯងបន្តិចមើលច្បាប់រដ្ឋមិនបាច់និយាយច្បាប់វិញ្ញាណមិនបាច់និយាយច្បាប់វិញ្ញាណច្បាប់រដ្ឋបើសិនជាបងប្អូននាំនរណាម្នាក់ជាអ្នកប្លន់បងអ្នកនោះចូលក្នុងបងប្លន់បងប្អូននៅចាំឡាននេះដើម្បីនឹងបើកដំណំនៅរដ្ឋហើយនៅពេលម្នាក់ផ្លាស់លុយបងហើយចូលក្នុងឡាននេះហើយបងប្អូនបើកឡានជាមួយគ្នាទៅប៉ូលីសចាប់បានអ្នកបើកឡានរួចខ្លួនលោកអ្នកបងប្អូនបើច្បាប់រដ្ឋប៉ុណ្ណឹងយើងរួចមិនបានបើច្បាប់រដ្ឋប៉ុណ្ណឹងយើងរួចមិនបានចុះតម្រាំឲ្យច្បាប់ខាងពលឹងវិញ្ញាណលោកអ្នកបងប្អូននិស័យរបស់មនុស្សគឺជានិស័យមានបាបស្របឬមិនស្របយើងត្រូវការព្រះអង្គសង្គ្រោះពី2000ផ្លាយឆ្នាំមុននោះព្រះយេស៊ូវគ្រីស្ទទ្រង់បានយាងមកព្រះគម្ពីរបាននិយាយប្រាប់ថាបើព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់មកនេះបានជាទ្រង់ប្រទានអង្គឲ្យហើយអំណោយទាននេះឯងជាអំណោយទាននេះវិតសម្រាប់បងប្អូនហើយនឹងខ្ញុំពីមុនយើងត្រូវវិនិច្ឆ័យដោយសារនិស័យរបស់មនុស្សយើងត្រូវវិនិច្ឆ័យដោយសារនិស័យនៃក្រឹតវិន័យប៉ុន្តែនៅក្នុងព្រះគ្រីស្ទយើងអត់មានបាបសោះគម្ពីរនិយាយប្រាប់ថាឈ្នួលរបស់អំពើបាបជាសេចក្តីស្លាប់តែអំណោយទាននៃព្រះវិញជាជីវិតអស់កលជាតិនេះព្រះគម្ពីររ៉ូម6 ខ 23អំណោយទាននៃព្រះវិញជាជីវិតអស់កលជាតិនេះលោកអ្នកបងប្អូនជាទីស្រឡាញ់លោកអ្នកបងប្អូនសប្បាយចិត្តទេដែលបានស្គាល់ព្រះគ្រីស្ទជាម្ចាស់ជីវិតមិនត្រឹមតែយើងសប្បាយទេយើងសំណាងលើសអ្នកសំណាងយើងអាចនឹងទៅផ្សារទិញអំណោយទានមួយសម្រាប់អ្នកដទៃដល់សម្រាប់ម្នាក់សម្រាប់ប្តីសម្រាប់ប្រពន្ធសម្រាប់អ្នកដែលយើងស្រឡាញ់យើងអាចឲ្យទៅគេបានដោយចិត្តសុទ្ធចិត្តហើយយើងនិយាយប្រាប់ថា
ការដែលព្រះទ្រង់ស្រឡាញ់ខ្ញុំព្រះអង្គបានប្រទានប្រជញ្ញព្រះបុត្រាទ្រង់សម្រាប់ខ្ញុំការដែលខ្ញុំធ្វើនេះគ្រាន់តែបង្ហាញថាជាអំណោយទានដែលម្ចាស់ខ្ញុំធ្លាប់ធ្វើហើយឥឡូវខ្ញុំក៏ធ្វើសម្រាប់អ្នកដទៃទៀតគ្មានខុសសោះនៅពេលដែលបងប្អូនទិញអំណោយសម្រាប់អ្នកទៅវិញទៅមកបើបងប្អូនចង់ខុសទិញឲ្យទៅខ្ញុំបានហើយបងប្អូនស្ដាប់តនេះដូច្នេះវិធីដែលយើងនាំពិធីនាំគ្នាធ្វើពិធីបុណ្យណូអែលនេះយើងគួរស្ដាយណាស់ដែលមានបងប្អូនយើងខ្លះអត់ស្គាល់អត្ថន័យណូអែលទេបាទមានចវាយខ្លះតកែខ្លះជប់លៀងបុណ្យណូអែលណាជប់លៀងយើងទៅឲ្យអ្នកធ្វើការយើងទៅឲ្យគាត់ត្រឡប់ទៅវិញប៉ុន្តែអត់ស្គាល់នេះហើយធ្វើម៉េចឲ្យគេបានស្គាល់អត្ថន័យនេះបានធ្វើម៉េចឲ្យគេបានស្គាល់អត្ថន័យនេះបានបងប្អូនបើបងប្អូនទៅយើងស្ដាយយើងក៏បានជាងចូលបេតលេហមអត់បានមូលហេតុដែលយើងលោកគ្រូមេងហើយអ្នកអបិកាហើយខ្ញុំទៅកងឡានយើងអត់ហ៊ានទៅបេតលេហមពីព្រោះតែកន្លែងឡានរៀងជួលឡានយើងធានារ៉ាប់រងទាំងអស់ទោះបើបែកកង់ទៅចោលលួចភ្លើងឆេះឡានហ្នឹងក៏យើងអត់ត្រូវសងមករៀលដែរប៉ុន្តែយើងប្រាប់គេថាយើងចង់ទៅបេតលេហមគេថាគេអត់ធានាឡានទេពីព្រោះនោះជាដែនដីប៉ាឡេស្ទីនប៉ុន្តែយើងឈរនៅលើទីក្រុងយេរូសាឡឹមយើងសម្លឹងមើលទៅរៀនខាងស្ដាំដៃនៅក្នុងដើមអូលីវយើងឃើញបេតលេហមកាលណាខ្ញុំឃើញបេតលេហមបងប្អូនខ្ញុំអរព្រគុណដល់ព្រះដែលកំណើតរបស់ព្រះយេស៊ូវគ្រីស្ទអំណោយទាននៃជីវិតបានមកកើតក្នុងជីវិតរបស់ខ្ញុំនៅឆ្នាំ1980ខែ5ឆ្នាំ1980ហើយឥឡូវនេះដែលខ្ញុំមានព្រះហើយដែលខ្ញុំស្គាល់ព្រះហើយសួរថាតើជីវិតរបស់ខ្ញុំសម្រាប់ជាអ្វីបងប្អូនដឹងរឿងណូអែលបងប្អូនស្គាល់អំណោយទានរបស់ព្រះរបស់ជីវិតហើយខ្ញុំចង់ឲ្យបងប្អូនចំណាយពេល5នាទីជាមួយខ្ញុំទៀតឥឡូវនេះបងប្អូនយើងស្គាល់ព្រះហើយយ៉ាងតែយើងគិតធ្វើដូចម្ដេចគម្ពីរបាននិយាយប្រាប់ថានៅក្នុងទ្រង់មានជីវិតយើងបានទទួលជីវិតហើយប៉ុន្តែនៅមានខ្មែរយើងដទៃទៀតដែលមិនទាន់បានទទួលជីវិតនៅឡើយហើយជីវិតនោះមិនមែនដោយសារយើងឲ្យអ្វីមាននៅលើផែនដីទេលោកអ្នកបងប្អូនគឺយើងប្រាប់គេឲ្យគេបានស្គាល់ព្រះយេស៊ូវគ្រីស្ទដែរអញ្ចឹងហើយបានយើងត្រូវរស់នៅសម្រាប់ដំណឹងល្អបងប្អូនពួកជំនុំបើបងប្អូនស្រឡាញ់ព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទបងប្អូនត្រូវរៀនចំណាយពេលវេលាបងប្អូនត្រូវរៀនចំណាយទំនាក់ទំនងដែលយើងមានទាក់ទងតែគ្នាឯងអ្នកជឿដែរប៉ុន្តែបងប្អូនមិនបានប្រាប់ដល់អ្នកដទៃអំពីអំណោយទានពិសេសនេះឆ្នាំ2014គួរតែជាឆ្នាំមួយជាដែលមានគោលដៅថ្មីដែលថាខ្ញុំនឹងប្រាប់ដល់គេដែលថានៅក្នុងព្រះយេស៊ូវគ្រីស្ទមានជីវិតហើយជីវិតនោះគឺជាពន្លឺនៃមនុស្សលោកបើជីវិតនោះជាពន្លឺដល់ខ្ញុំតើខ្ញុំនឹងយកចង្កៀងទៅដាក់ក្រោមខាងឬអីបងប្អូនយល់ខ្ញុំនិយាយថាម៉េចលោកអ្នកបងប្អូននៅ Stockton មានខ្មែរច្រើនណាស់អ្នកខ្លះកំពុងតែតាក់ទងរឿងនយោបាយបើគេចង់តាក់ទងនយោបាយ it's okay ពីព្រោះយើងរស់នៅគិតពីនយោបាយអត់បានអ្នកខ្លះតាក់ទងទៅនឹងតែសេដ្ឋកិច្ចសម្រាប់ខ្លួនរបស់គេប៉ុន្តែលោកអ្នកបងប្អូនបើគេគ្មានសេចក្ដីព្រះអង្គសង្គ្រោះតើគេនឹងទៅឯណាហើយអ្នកខ្លះគិតថាខ្ញុំខំប្រមូលឲ្យបានក្រែលបន្តិចមិនតាន់នេះចាំតែយើងនឹងទៅបើយើងរស់នៅពេញអាយុបានទៅឬក៏យើងត្រូវកាត់ខ្លីបងប្អូនស្ដាប់តើមានពេលខ្លះយើងទៅពេញអាយុបានទៅប៉ុន្តែភាគមានពេលមានខ្លះត្រូវកាត់ខ្លីខ្ញុំនៅ Memphis Tennessee ហើយនៅវេលានោះឯងបងប្អូនយើងយំស្រែកអ្នកជឿព្រះយេស៊ូវគ្រីស្ទពីព្រោះនៅព្រឹកថ្ងៃពុធនៅពេលដែលប្រពន្ធទៅកាន់ហាងមាសមួយប្តីកាន់ហាងមាសមួយទៀតនៅវេលាដែលចោលវាមិនរងប្លន់វាយករបស់វាទៅបង្ហាញពីព្រោះកន្លែងមានទទួលបញ្ចាំដែរវាបង្ហាញប្រាប់ថាឯងទិញនេះឬទេប្រពន្ធបានបង្អួចឲ្យរួចមួយប្រាប់ថាខ្ញុំមិនទិញទេពីព្រោះរបស់អ្នកឯងអត់មានតម្លៃដូចឯងលក់ទេវាចេញពីហាងប្រពន្ធទៅចូលហាងប្តីបើកទ្វារហាងគាត់បើកទ្វារចូលព្រាម2គ្រាប់ចំ10ទ្រូងហើយគាត់អាយុទៅមហាសប្លាយឆ្នាំលោកអ្នកបងប្អូនយើងនិយាយពីសេចក្តីស្លាប់នៅលើផែនដីគម្ពីរនិយាយប្រាប់ថាបិទបានតម្រូវឲ្យមនុស្សរស់មួយដងស្លាប់មួយដងត្រឹមចប់ជំរះមនុស្សមានឱកាសទទួលព្រះយេស៊ូវគ្រីស្ទនៅលើផែនដីនេះទេដល់ពេលជាប់ផុតទៅនៅលើក្នុងព្រះរបស់ព្រះអង្គហើយប៉ុន្តែឥឡូវនេះនៅពេលដែលយើងអត់គ្នារស់នៅយើងនឹងធ្វើយ៉ាងណានាំដំណឹងល្អដល់ពិសេសអំណោយទាននៃព្រះសម្រាប់ពួកអ្នកនឹងជឿនៅក្នុងសង្គមរបស់យើងហើយលោកអ្នកបងប្អូនគិតថាខ្ញុំមិនអីខ្ញុំតប៉ែកខ្ញុំស្លាប់អញ្ចឹងមើល Paul Walker អាយុប្រហែល40ឆ្នាំតួឯកុនដែលល្បីឲ្យស្គាល់ទៀត
cái bong bóng bật club mơ rương Fast and Furious còn chỉ tua icon lên rương Fast and Furious nếu về liêm bật mùi bộ ma bọc bật chơi những con chiều trong làn Porsche không mấy chạy làn ai chia pram tận đọc mơ được một mơ I'm not sure po bà hòm hay tranh từ bàn bọc đam chơi hay slap từng pin này hay xua ta Paul Walker tu iconនៅ Hollywood គាត់ក្រលុយ I want you to listen to this កាលណាយើងនិយាយពីសេចក្តីស្លាប់ខ្ញុំសួរបងប្អូនថាតើសេចក្តីស្លាប់នេះវាប្រកាន់ពូជសាសន៍តែមានតែខ្មែរទេបានវាសម្លាប់មានតែម៉ុងទេបានសម្លាប់មានតែវៀតណាមទេវាសម្លាប់តើស្បែកសបានវាសម្លាប់ស្បែកខ្មៅឲ្យរស់ទាំងអស់ឬក៏សេចក្តីស្លាប់នេះនឹងមករកគ្រប់ទាំងសញ្ជាតិរបស់មនុស្សរកគ្រប់ទាំងសញ្ជាតិរបស់មនុស្សវាអត់ប្រកាន់ពូជសាសន៍ទេវាអត់ស្គាល់មកអត់ស្គាល់ពេលវេលាទេហើយបើសិនជាសេចក្តីស្លាប់បានមកកោះទ្វារចំពោះអ្នកណាម្នាក់ដែលមានព្រះយេស៊ូវគ្រីស្ទហើយគេចេញពីទីនេះទៅបរឡប់របស់គេជាយ៉ាងមិនបដិ I want you to listen to that message very very carefully ខ្ញុំចង់ឲ្យបងប្អូនស្ដាប់មែនទេយើងរស់នៅយ៉ាងណាដើម្បីជួយបងប្អូនមានប្រយោជន៍ស្ដាប់នឹងល្អបងប្អូនដែលជឿព្រះអង្គតិចតិចខ្ញុំគឺជឿតិចតិចទេព្រោះមានញាតិតិចទៀតចូលមកឲ្យសុខមកពីព្រោះមានតែព្រះយេស៊ូវគ្រីស្ទទេដែលពី2000ឆ្នាំមុនព្រះអង្គយាងមកយកនិស្ស័យជំនួសទៅឲ្យជឿឆ្កាសកលព្រះជឿឆ្កាបញ្ចុះក្នុងភ្នោ3ថ្ងៃក្រោយព្រះអង្គបញ្ជូនរស់ឡើងវិញព្រះអង្គអាចសង្គ្រោះបងប្អូនបានបងប្អូនណាដែលមិនដែលស្គាល់ព្រះយេស៊ូវគ្រីស្ទចង់ឲ្យលោកអ្នកបងប្អូនចាប់ផ្ដើមនិយាយជាមួយគ្រូកង្វៀលរបស់ខ្លួនហើយបងប្អូនណាដែលកើតឆ្លប់មកព្រះវិហារតែមិនតាន់មានព្រះយេស៊ូវគ្រីស្ទមិនតាន់ទទួលអំណាចទាននោះសោះពីព្រោះគម្ពីរនិយាយចឹងអ្នកណាដែលទទួលទ្រង់អ្នកណាដែលជឿដល់ព្រះនាមទ្រង់ប្រទានអំណាចឲ្យត្រឡប់កូនព្រះអាទី3នេះអំណាចត្រឡប់ជាកូនព្រះបានដល់អ្នកណាដែលទទួលហើយដល់អ្នកណាដែលជឿហើយបងប្អូនគាត់មកព្រះវិហារមិនតាន់បានជឿព្រះអង្គនៅឡើយនោះក្នុងមានតែបងប្អូននៃព្រះទេបានដឹងYou need to come to him now បងប្អូនលើយមកទៅជួបព្រះយេស៊ូវគ្រីស្ទដើម្បីទទួលអំណោយទាននៃជីវិតនោះអ្នកខ្លះកូនគ្រូកង្វៀលឯងស្ដាប់មែនទេបណ្ឌិត Billy Graham ក៏មានប្រសាសន៍តែមិនបណ្ឌិត Billy Graham ក៏មានប្រសាសន៍ថាបើអ្នកកើតនៅក្នុងការ៉ាស់ឡានមិនមែនឯងទៅជាកូនឡានទេបើកើតនៅក្នុងគ្រួសារអ្នកគ្រីស្ទានមិនមែនបានស្អីឯងអូតូម៉ាទិកទៅជាអ្នកគ្រីស្ទានត្រូវទទួលទានទទួលអំណោយទាននៃជីវិតអស់កលជនិតនេះដោយផ្ទាល់ខ្លួនដែរលោកអ្នកបងប្អូន Christmas វិសេសសម្រាប់ពិភពលោកទាំងមូល Christmas វិសេសសម្រាប់ខ្មែរ Christmas វិសេសសម្រាប់បងប្អូនដែលនៅក្នុងបន្ទប់នេះសូមឲ្យបងប្អូនទទួលព្រះបន្ទូលព្រះអង្គដោយអំណរ And may I say have a very very happy Merry Christmas today សូមបងប្អូនយើងទៅឋានជាមួយគ្នាព្រះអង្គឲ្យសូមអរគុណទ្រង់ចំពោះព្រះបន្ទូលសម្រាប់ខ្ញុំថ្ងៃនេះសូមព្រះម្ចាស់ទ្រង់បានដំកើងឡើងក្នុងជួបរបស់យើងខ្ញុំគុំទៅឋានក្នុងព្រះបរមនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអរគុណព្រះអង្គអរគុណដល់ព្រះបន្ទូលថ្ងៃនេះដែលជាទីដាស់តឿនចិត្តដល់យើងអស់គ្នាយើងដឹងថាអំណោយទាននៃព្រះគឺជាជីវិតដ៏នៅអកាលជនិតបងប្អូនបើក្នុងរដូវគ្រីស្មាស់បងប្អូនមិនបានទទួលអំណោយពីសាច់ញាតិបងប្អូនកុំឲ្យធ្លាក់ទឹកចិត្តបងប្អូនដឹងអំណោយទានដ៏ធំបំផុតសម្រាប់យើងទាំងអស់គ្នាព្រះប្រទានមកគ្រប់គ្នាគឺតាមរយៈព្រះគ្រីស្ទយេស៊ូវមែនទេយើងគ្រាន់តែទទួលយកហើយបើកមើលអំណោយនោះគឺជាជីវិតអកាលជនិតសម្រាប់អស់អ្នកណាដែលទទួលយកហើយអំណោយនោះសម្រាប់គ្រប់គ្នា